រឿងល្បែងភ្នាល់ដ៏គ្រោះថ្នាក់កំឡោះពីរនាក់ចង់បានប្រពន្ធគេមានបុរសម្នាក់ទៅនឹងរៀបអាពាហ៍ពិពាហ៍ថ្មីដោយមានភរិយាដ៏ស្រស់សោភាថ្ងៃមួយគូស្វាមីភរិយាថ្មថ្មីនេះបានបណ្ដាលគ្នាទៅសួរសុខទុក្ខញៀកមិត្តតាមផ្លូវដោយមានក្តីសុខក្នុងចិត្តនៅតាមផ្លូវយុវជនពីរនាក់ដែលជាអ្នកលេងប៉ិនប្រសពបានឃើញភរិយារបស់បុរសនោះក៏កោតចិត្តលោភលន់ចង់បានពួកគេបានពិគ្រោះគ្នាដោយសម្ងាត់ថាតើយើងត្រូវធ្វើដូចម្ដេចទើបបាននាងចៅកំឡោះម្នាក់ឆ្លើយងាយទេអញទៅរកខ្ចីរទេះគោមួយមកបហើយពេលណាអញសួរអញមិនត្រូវប្រាប់ថារទេះឡើយអញត្រូវប្រាប់តែឈ្មោះរបស់វត្ថុនីមួយដូចជាចន្ទូលនឹមទូកទៅវិញកំឡោះទី2នោះក៏យល់ព្រមហើយប្រញាប់ទៅខ្ចីរទេះគោមកបតាមផ្លូវដែលគូស្វាមីភរិយានោះកំពុងតែដើរនៅពេលបុរសជាប្តីនិងប្រពន្ធដើរមកដល់យុវជនទី1ដែលឈររងចាំក៏ធ្វើជាហៅប្តីនោះថាណាឯងសូមអញ្ជើញមកទីនេះសិនឈប់និយាយលេងបន្តិចសិនប្តីក៏ចូលទៅអង្គុយដោយគោរពពេលរទេះគោបមកដល់យុវជននោះក៏សួរទាំងល្បិចកលថានេះគេហៅអ្វីអ្នកបុរសជាប្តីឆ្លើយដោយមិនគិតច្រើនថាគេហៅរទេះយុវជននោះធ្វើភ្នែកធំពិតមែនឬអ្នកបើពិតមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបុរសជាប្តីសួរអ្នកឯងមានទ្រព្យអ្វីនឹងភ្នាល់នឹងយើងកំឡោះល្បិចកលឆ្លើយដៅទឹកមុខមមបើខ្ញុំច័ន្ទខ្ញុំសុខចិត្តនៅធ្វើជាខ្ញុំបម្រើរបស់អ្នកអស់មួយជីវិតតែបើខ្ញុំឈ្នះខ្ញុំសុំតែប្រពន្ធរបស់អ្នកតែប៉ុណ្ណោះបុរសជាប្តីមានចិត្តគិតថាប្រកបណាស់គេហៅរទេនមែនតែខ្លាចអីនឹងការភ្នាល់នេះគាត់ក៏យល់ព្រមភ្នាល់ភ្លាមកំឡោះទី1ចាប់ផ្ដើមសួរទៅអ្នកបរទេះកំឡោះទី2ទាំងចង្អុលដៃនេះហៅអ្វីចង្អុលទៅចន្ទូលនេះគេហៅចន្ទូលនេះហៅអ្វីចង្អុលទៅនឹមនេះគេហៅនឹមនេះហៅអ្វីចង្អុលទៅទូកនេះគេហៅទូករហូតដល់ចប់គ្រប់ផ្នែកនៃរទេះកំឡោះនោះក៏ងាកមករកបុរសជាប្តីហើយនិយាយថាឥឡូវនេះអ្នកបានឮហើយគេមិនបានហៅវត្ថុនេះថារទេះគេហៅតែឈ្មោះគ្រឿងរបស់វាប៉ុណ្ណោះតើអ្នកព្រមចាញ់ខ្ញុំហៅប្រគល់ប្រពន្ធឲ្យខ្ញុំឬបុរសជាប្តីប្រកែកយ៉ាងខ្លាំងក្លាតែគ្មានផ្លូវឆ្ងាយនៅល្បិចពាក្យសម្ដីនោះឡើយយុវជនទាំងពីរបានដណ្ដើមយកប្រពន្ធរបស់គាត់ទៅដោយជោគជ័យ